ស្ដីពុកម៉ែបងប្អូននេះខ្ញុំទៅទិញអ៊ីតចាយនៅព្រៃម្ដួលខ្ញុំឃើញពូគាត់ដើរតាមផ្លូវអញ្ចឹងខ្ញុំសួរថាពូផ្ទះមានចាយអត់គាត់ថាមានតែអំបែងពីងទិញអត់យ៉ាអំបែងពីងទិញអត់វាយថ្មីតែអំបែងពីងចាស់មិនទិញអំបែងពីងវាយថ្មីខ្ញុំឃើញវាយតលដៃហ្មងនឹងខ្ញុំទិញមកលោ100ដល់ពេលដល់តោះដល់ទិញទៅដល់ផ្ទះមកលេងដល់ពេលខ្ញុំទៅមានអីដងទឹកសុទ្ធមកបាវអ៊ីតចយកំប៉ុងពយាកំប៉ុងគ្រឿងភេទជ្ជៈហ្នឹង5គីឡូដល់ផ្ទះគាត់នេះផ្ទះគាត់មានអីគាត់ទៅដល់ពេលត្រឡប់មកវិញបងប្អូនអើយនេះបែកបាតកញ្ចក់ទិញដាក់ 20000 មិនទាន់បាន1ម៉ោង2ម៉ោងស្រួលហ៎ធ្លាក់បែកបាតលាក់វាលាក់ហើយជាងគាត់សាអត់ជាប់ផ្សារអត់ជាប់មានអីដាក់ពេលព្រឹកពេលថ្ងៃឡើងម៉ោង 8 9ថា10ចុះបកមកវិញខ្ទេចអស់លីងបងប្អូនអើយដែរទៅទិញ 20000 នេះដាក់កន្លែងហ្នឹងជាងគាត់សាអត់ជាប់មានណាធ្លាក់បាតបែកខ្ទេចបងប្អូនអើយដែរចុយម៉ែស្ដាយមានបងប្អូនណាយល់អារម្មណ៍មួយហ្នឹងឯង 25000ណាបងប្អូនដែរខ្ញុំសេតហ្មងទៅទិញដាក់ឲ្យเราបែកបាត់ដាក់ពេលព្រឹកពេលថ្ងៃបែកអរគុណបាយបាយ